เป็นគ្នាយើងខ្លះសួរថាខ្ញុំរៀនអង់គ្លេសយូរហើយហេតុអីខ្ញុំមិនអាចស្ដាប់គេបានបាទនិយាយជាមួយគេអត់បាននេះគឺជាគុណវិបត្តិដ៏ធំបំផុតនៃអ្នករៀនភាសាអង់គ្លេសបាទបងប្អូនទាំងនេះគឺថាភាសាអង់គ្លេសស្រួលបាទមិនមែនស្រួលពេកទេបងប្អូនហើយក៏មិនពិបាកពេកទេចឹងលោកគ្រូឆ្លើយបកស្រាយសំណួររបស់បងប្អូនទាំងនេះយើងស្ដាប់គេអត់បានដោយសារអីទី1យើងខ្សោយពាក្យអត់ចេះពាក្យបាទអត់ចេះពាក្យហើយមួយទៀតមិនដឹងពីរបៀប linking words របស់បរទេសពីច្រើនវានិយាយគឺវានិយាយ linking word បាទអញ្ចឹងវាភ្ជាប់ពាក្យតម្ដងដល់ពេលអញ្ចឹងយើងនិយាយយើងស្ដាប់ទៅអត់បានដល់ដោយសារយើងខ្សោយពាក្យទី2យើងអត់ដែលស្ដាប់បាទបងប្អូនខ្លះរៀនអង់គ្លេសគាត់អត់ដែលស្ដាប់ផងមិនដែលស្ដាប់podcast ឬក៏អានឲ្យច្រើនស្ដាប់ឲ្យច្រើនណាបងប្អូនពិសេសគឺស្ដាប់បើសិនជាបងប្អូនអរគ្នាខ្វះការស្ដាប់និយាយជាមួយគេហើយអត់ស្ដាប់គេអត់បានគឺដោយសារតែយើងស្ដាប់នឹងខ្សោយហើយខ្សោយពាក្យខ្សោយពាក្យបាទអាហ្នឹងគឺដែលធ្វើឲ្យបងប្អូនអរគ្នានឹងរៀនយូរឆ្នាំប្រើការអត់កើតគឺលទ្ធផលបែបហ្នឹងឯងបាទលទ្ធផលគឺអញ្ចឹងបាទអញ្ចឹងបងប្អូនអរគ្នាត្រូវស្ដាប់ឲ្យច្រើនបាទស្ដាប់ឲ្យច្រើនរៀនពាក្យឲ្យបានច្រើនបាទស្ដាប់ហ្នឹងដូចជា motivational speaker ពួកអ្នកដែលនិយាយទៅទៅនឹងផ្នែកគំនិតល្អអីផ្សេងណាបាទអញ្ចឹងបងប្អូនអរគ្នាផ្នែកគំនិតដែលលើកទឹកចិត្តអីផ្សេងដូចជា Jack Ma គាត់និយាយបាទ Mark Zuckerberg អីគាត់និយាយអញ្ចឹងបងប្អូនអរគ្នាទៅស្ដាប់ទៅលើក៏ Donald Trump អីគាត់និយាយមកគឺបងប្អូនអរគ្នាស្ដាប់គួរអត់គាត់និយាយអង់គ្លេសមកក៏យើងមើលទៅបើសិនជាយើងដំបូងអញ្ចឹងយើងអាចមើលជា subtitle ឲ្យវា load តាមវីដេអូនោះវាមាន subtitle ទេយើងមើលទៅអញ្ចឹងរៀនបែបហ្នឹងបងប្អូនដើម្បីយើងអាចស្ដាប់គេបាននិយាយបានគឺមិនតែធ្វើបែបហ្នឹងទេបាទបើបងប្អូនអរគ្នាខ្សោយការស្ដាប់ហើយចាប់ហ្នឹងបងប្អូនយើងទៅនិយាយជាមួយគេក៏ស្ដាប់គេមិនបានក៏ឆ្លើយមិនចេញហើយបាទឆ្លើយអត់ចេញទេបងប្អូនដល់ពេលស្ដាប់គេបានក៏មិនដឹងគេសួរអីពីអីក៏យើងឆ្លើយអត់ចេញក៏ចាប់រឿងបាទអញ្ចឹងយើងត្រូវស្ដាប់ឲ្យបានបាទហើយពេលដែលបងប្អូនអរគ្នានិយាយអង់គ្លេសពេលដែលបរទេសនិយាយជាមួយទៅកាត់បងប្អូនអញ្ចឹងបងប្អូនអរគ្នាកុំបកប្រែគ្រប់ម៉ាត់ពេលដែលបរទេសគេនិយាយពុបមួយរាវអញ្ចឹងបងប្អូនអរគ្នាគូក្បាលយើងហ្នឹងគឺកុំគិតបកប្រែគ្រប់ម៉ាត់ដែលគេនិយាយមកអាហ្នឹងគឺធ្វើឲ្យបងប្អូនអរគ្នាឆ្លើយតបអត់រហ័សបាទអញ្ចឹងបងប្អូនអរគ្នាត្រូវមានភាពបត់បែន flexible ណាបាទបើនៅដែលបរទេសគេនិយាយរាវអញ្ចឹងបងប្អូនអរគ្នាកាត់ន័យយកខ្វោកទៅគេចង់បានអីបាទកាត់យន្តន័យណាកាត់យន្តន័យតែគាត់នឹងនិយាយមកចង់បានអីយើងកាត់យន្តន័យតែម្ដងទៅមិនបាច់នៅបកប្រែមកប្រយោគដែលគេនិយាយហ្នឹងគឺបងប្អូនគ្នាអត់ទួនទេបាទអត់ទួនគេទេបាទអាហ្នឹងគឺជាចំណុចកន្លឹះដែលលោកគ្រូចង់ចែកម្លែកជូនបងប្អូនទាំងអស់គ្នាណាបាទបើសិនជាវីដេអូនេះល្អអញ្ចឹងបងប្អូនទាំងអស់គ្នាកុំភ្លេច share ទៅកាន់មិត្តភ័ក្តិដែលចូលចិត្តរៀនភាសាអង់គ្លេសដូចបងប្អូនទាំងអស់គ្នាដែរបាទដើម្បីឲ្យគាត់បានដឹងណាបាទខ្ញុំយល់ថាយើងរៀនដំបូងវារៀងពិបាកតិចបងប្អូនណាបាទប៉ុន្តែយូរទៅគឺធ្វើយើងថ្នឹកហើយបាទ